បាត់សួស្តីអ្នកនរគ្នាយើងជាអ្នកចំមន់ចំទាឬក៏ចំសัตว์ដូចជាឈូកដុលអីយើងគួរតែដាំជាចកអាសូឡាមកតង់ទៅដើម្បីសនុកទុកលាយជាមួយចំណីឲ្យវាស៊ីព្រោះចកអាសូឡាពេលដែលយើងដាំបានហើយយើងអាចប្រមូលផលវាបានរាល់ថ្ងៃសនុកយើងយកមកលាយជាមួយនឹងចំណីសម្រាប់មន់សម្រាប់ទាសម្រាប់ជ្រូកកដុលអីអានឹងអាចឲ្យស៊ីបានចកអាសូឡាវាមានប្រូតេអ៊ីនខ្ពស់ធ្វើឲ្យមន់ទាអីស៊ីទៅឆាប់ធំធាត់លឿនហើយវាចំណេញពេលវេលាយើងផងសម្រាប់ការយើងលាយចំណីយើងអត់ពិបាកចំណាយពេលវេលាដើររកបន្លែបេះតកួនឬក៏ស្លឹកបាសអីទេយើងដាំតែចកអាសូឡាទៅយើងអាចប្រមូលផលវាបានរាល់ថ្ងៃយកមកលាយឲ្យមន់ឬក៏ឲ្យទាយើងវាចំណេញពេលវេលាសម្រាប់យើងដែរការដាំចកអាសូឡានេះវាមានអីពិបាកទេគ្រាន់តែយើងមានជាតង់ហើយយើងរៀបចំវាជាអាងអាចស្តុបទឹកកម្ពស់មួយទឹកទៅពីរទឹកហើយសម្រាប់ការដាំរបស់ខ្ញុំគឺខ្ញុំប្រើទៅលើជីខ្មៅសម្រាប់តង់ខ្ញុំនេះដែរទំហំវាគឺ3គុណនឹង6អញ្ចឹងកម្ពស់ទឹកចំនួន2ទឹកខ្ញុំបាចជីខ្ទង់ប្រហែលជា1ខាំទេដោយសារខ្ញុំប្រើជាជីខ្មៅជីអ៊ុយរ៉េអញ្ចឹងខ្ញុំអត់បាចច្រើនទេទំហំតង់ប៉ុណ្ណេះខ្ញុំបាចខ្ទង់1ខាំទេតែទំហំតង់ទូចយ៉ាងហ្នឹងអាចដាក់ធម្មតា1ខាំអីបានព្រោះជីខ្មៅវាមានគុណភាពរៀងខ្លាំងអញ្ចឹងយើងអត់អាចដាក់ច្រើនទេព្រោះចកអាសូឡានេះតែជីច្រើនវាអាចលួចបើយើងមានជីសរីរាង្គអីយើងអាចប្រើជាជីសរីរាង្គអីក៏បានដែរតែសម្រាប់ការដាំរបស់ខ្ញុំគឺខ្ញុំប្រើទៅលើជីខ្មៅព្រោះវាងាយស្រួលក្នុងការរើទិញហើយបើយើងដាំយើងប្រើទៅលើទឹកស្អាតអានឹងយើងអាចថែមអំបិលទំហំតង់4គុណនឹង6អីយើងអាចដាក់អំបិលខ្ទង់2ខាំឬក៏3ខាំដែរបើទំហំតង់ទូចជាងហ្នឹងយើងអាចបន្ថយអំបិលដាក់តាមទំហំតង់បានខ្ទង់1ខាំអីចឹងដែរហើយបរិយាកាសនៃការដាំចកអាសូឡានេះត្រូវការពលឺថ្ងៃវាអត់ត្រូវការនៅក្រោមម្លប់ដូចជាដើមឈើអីទេព្រោះដាំនៅក្រោមដើមឈើគឺដាំចកអាសូឡានេះអត់សូវលូតលាស់បានល្អទេវាត្រូវការពលឺថ្ងៃគ្រប់គ្រាន់យើងដាំចកអាសូឡានេះយើងចង់ដាក់ស្បៃបើថ្ងៃក្តៅខ្លាំងពេកយើងចង់ដាក់ស្បៃបាំងពីលើក៏បានឬក៏អត់ក៏បានដែរព្រោះខ្ញុំដាំនេះខ្ញុំអត់ដែរដាក់ស្បៃបាំងពីលើអីទេតែគ្រាន់តែយើងដាំទៅវាមានលក្ខណៈល្អធម្មតាពេលណាដែលយើងដាំចកអាសូឡានេះបានយើងងាយស្រួលក្នុងការយើងលាយចំណីសម្រាប់មន់ទាយើងឬក៏កង្ហានអីងាយស្រួលក្នុងឲ្យវាស៊ីយើងមានតាសូវបរោះហើយចំណីសម្រាប់មកហើយយើងដួសចកអាសូឡានឹងឲ្យស៊ីទៅវារួចរាល់យើងអត់ពិបាកទៅស្វែងរកស្លឹកបាសឬក៏តកួនអីទេហើយយើងចំណេញពេលវេលាផងព្រោះចកអាសូឡាវាអត់មានពិបាកត្រូវការហាន់ឬក៏យើងយកម៉ាស៊ីនយកមកវាយអីទេយើងគ្រាន់តែដួសយកមកលាយជាមួយចំណីឲ្យវាស៊ីហើយមន់ហើយទាអីវាចូលចិត្តស៊ីណាស់ចកអាសូឡានេះហើយដូចជាឈូកក្រលកាត់ព្រៃរបស់ខ្ញុំនេះដែររាល់ថ្ងៃខ្ញុំអត់ពិបាកទៅរកចំណីឲ្យវាស៊ីទេខ្ញុំដួសតែចកអាសូឡាលាយតែជាមួយបាយហើយជាមួយនឹងចំណីមន់តិចតួចណាមកវាស៊ីឃើញសាច់មៀតធំហើយសាច់ឡើងធាត់មែនទែនខ្ញុំលាយចកអាសូឡានេះឲ្យវាស៊ីតាំងវាពីទូចពេលតែងមកពីគេភ្លាមហើយលាយជាមួយបាយនិងចំណីមន់ខ្លះស៊ីទៅឃើញថាធាត់ល្អហើយការស៊ីចកអាសូឡានេះដែរសម្រាប់ឈូកក្រលហើយនិងឈូកព្រៃវាស៊ីទៅអត់មានបញ្ហាពីអីទេហើយឃើញឈូកវាមានការធំធាត់លឿនហើយសម្រាប់ឈូកព្រៃនេះឈាមសតនេះដែរក៏វា
ស៊ីជាចោអាសាឡានេះដែរវាចូលចិត្តស៊ីតាំងព្រៀនវាស៊ីតាំងពីទូចឥឡូវវាធំអាយុចូលខ្ទង់ជាចិត្តមួយឆ្នាំហើយពុំ8 9 ខែហើយអ្នកនរគ្នាកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំអ្នកមួយផងដើម្បីខ្ញុំមានវីដេអូថ្មីបន្តទៀតតាក់ទងជាមួយនឹងការចំមាន់ឬក៏ដាំចកអាសាឡាអីខ្ញុំនឹងចែកម្លែកទៅអ្នកនរគ្នានៅវីដេអូថ្មីបន្តទៀតហើយនេះគឺជាចកអាសាឡាយើងដែលដាំបាន4 ថ្ងៃកាលពីយើងដាក់ពូជដំបូងយើងដាក់ពូជតែបន្តិចទេតែឥឡូវវាចាប់ផ្ដើមមកលូតលាស់ចិត្តពេញតង់ហើយអញ្ចឹងរយៈពេលតែមួយអាទិត្យទៀតវាអាចនឹងដុះក្រាស់យើងអាចដួសឲ្យមាន់ទាយើងស៊ីបានហើយពេលដែលវាទុកឲ្យវាក្រាស់ឲ្យវាស្លឹកវាធំទៅហើយវាក្រាស់ទៅយើងអាចដួសស៊ីជាប្រចាំថ្ងៃបានហើយសម្រាប់ចកយើងមកតង់នេះ